បងប្អូនខ្ញុំចង់និយាយពីចំណុចទី1រាល់ថ្ងៃនេះខ្ញុំសប្បាយចិត្តនឹងមានមោទនភាពចំពោះរាជរដ្ឋាភិបាលកម្ពុជាហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែរយើងត្រូវមានមោទនភាពចំពោះប្រទេសយើងត្រូវស្គាល់ថានរណាគេជាសត្រូវរបស់យើងមិនមែនយើងចាត់ទុកប្រជាពលរដ្ឋខ្មែរខ្លួនឯងជាសត្រូវទេក្នុងដំណាក់កាលនេះយើងកំពុងតែមានសត្រូវឈ្លានពានសត្រូវចិត្តខាងឈ្លានពាននៅទិសខាងលិចយើងហ្នឹងយើងមិនថានៅនាការនយោបាយណាទៅនៅនាការនយោបាយកណ្ដាលសង្គមស៊ីវិលទាំងប្រឆាំងទាំងគណៈបកកណ្ដាលអំណាចយើងមិនត្រូវយកពេលវេលានេះវាយប្រហារឬជាប់ប្រលិចគ្នាទេខ្ញុំអត់គ្រប់ត្រូលទេបងប្អូននៅប្រទេសក្រៅតែងតែបង្ហោះសារវីដេអូក្តីទៅសេជាខ្លឹមសារជន់បលិចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលនេះនៅពេលដែលយើងប្រឈមនឹងសត្រូវចិត្តខាងអត់មានសំណួរថាតើនរណាគួរតែមកកាន់អំណាចចំនួននរណាគេទេបញ្ហាហ្នឹងត្រង់ថាតើនរណាអ្នកកាន់អំណាចរាល់ថ្ងៃយើងត្រូវគ្រប់គ្រងអ្នកដែលកាន់អំណាចដើម្បីតទល់ជាមួយសត្រូវអ្នកចិត្តខាងយើងមិនអាចជជែកអំពីការផ្លាស់ប្ដូររដ្ឋាភិបាលរដ្ឋាភិបាលថ្មីមកដាក់មកអាណប់ប្រទេសណាមួយមិនមែនបើសិនបើមេដឹកនាំខ្សោយយើងត្រូវតែអាណប់ហើយប្រទេសណាមួយជាស្ដីកន្លងមកនេះយើងចាប់ផ្ដើមប្រទេសយើងចាប់ផ្ដើមកសាងអភិបាលកិច្ចកសាងរដ្ឋាភិបាលឡើងវិញពីចំណុច0ហ្នឹងហើយយើងចាប់ផ្ដើមរំដោះខ្លួនយើងជាប្រទេសមួយដែលមានអធិបតេយ្យភាពច្បាស់លាស់ជាសមាជិករបស់អង្គការសហប្រជាជាតិជាសមាជិករបស់អាស៊ានជាសមាជិករបស់អង្គការពិភពលោកផ្សេងទៀតហ្នឹងដោយសារយើងជាប្រទេសមួយដែលឯករាជ្យយើងកសាងប្រទេសមួយដែលឯករាជ្យការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរបស់យើងកន្លងមកហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាក្នុងដំណាក់កាលនេះបងប្អូនទាំងអស់ជាពិសេសអ្នកនៅប្រទេសក្រៅគួរតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំមិនមែនចង់និយាយថាចោះចូលទេប៉ុន្តែក្នុងនាមជាខ្មែរតែមួយយើងគួរតែមានសម្លេងតែមួយនៅពេលដែលប្រឈមជាមួយនឹងសត្រូវចិត្តខាងសត្រូវដែលមានអំណាចផ្នែកយោធាចិត្តខាងយើងគួរតែមានសម្លេងតែមួយប៉ុន្តែឆ្មានយោបាយកណ្ដាលនយោបាយមានគណៈបកអភិរក្សនិយមគណៈបក liberal សេរីនិយមគណៈបកអភិរក្សនិយមគេថា conservative liberal សេរីនិយមគណៈបក moderate អីទៅគេថាកណ្ដាលនិយមវាតែមានតែសម្លេងleftist right ស្វ័យនិយមស្នាមនិយមយើងនិយាយរៀនវិនយោបាយយើងដឹងព្រោះយើងមិនអាចក្នុងប្រទេសមួយយើងមិនអាចរំពឹងថាមនុស្សគ្រប់រូបមានទស្សនៈដូចគ្នាទេទស្សនៈដឹកនាំប្រទេសក៏មិនដូចគ្នាដែរអញ្ចឹងយើងទទួលស្គាល់ថាការយល់ឃើញជាទស្សនៈតែផ្សេងគ្នាមនុស្សម្នាក់ចុះទៅរកមកគណៈផ្នែកនយោបាយដែលជាយើងហៅថាជាក្រុមនយោបាយដែលតស៊ូដើម្បីបានសម្លេងគ្រប់គ្រងត្រូវបានបោះឆ្នោតឲ្យជារដ្ឋាភិបាលហ្នឹងអញ្ចឹងវាតែមានការយល់ឃើញផ្សេងគ្នាប៉ុន្តែខ្ញុំចង់និយាយចេះការយល់ឃើញក្នុងទស្សនៈនយោបាយក្នុងប្រទេសតែតើតើនឹងការយល់ឃើញតើក្នុងប្រទេសចិត្តខាងដូចថៃមកឈានពេលកម្ពុជាបងប្អូននៅប្រទេសក្រៅមួយចំនួនមិនគ្រប់គ្រងគណៈបកកណ្ដាលអំណាចក្នុងសម្លេងតែមួយដើម្បីប្រឆាំងសត្រូវឈានពេលមិនបាននាំគ្នាជន់បលិចអ្នកខ្លះអត់យល់ការមែនខលមកពេលហ្នឹងសាំមែនសោបៃតូនបងប្អូនតែពេលខ្លះខលមកអត់ដឹងនេះខ្ញុំចង់និយាយចឹងណាបងប្អូនយើងខ្មែរយើងគួរតែបង្កើតសម្លេងតែមួយនៅពេលដែលតទល់ជាមួយសត្រូវឈ្លានពាននៅពេលហ្នឹងយកអត់ប្រកាន់ទស្សនៈនយោបាយប្រទេសណាខ្ញុំឃើញអ្នកប្រឆាំងរាល់ថ្ងៃហ្នឹងដូចជាជ្រុលពេកចេញមកប្រអាប់កងទ័ពកម្ពុជាប្រអាប់កម្ពុជាបង្អាប់ការខិតខំប្រឹងប្រែងរបស់កងទ័ពកម្ពុជាវីរៈកងទ័ពកម្ពុជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជាដែលនៅសមរភូមិក្រោយនេះដែលនៅខាងក្រោយនេះតែទៅជួយគ្រប់គ្រងកងទ័ពរហូតហ្នឹងគាត់ប្រអាប់
trong người ta quạt phải chăng nâng ấp xong hai thol nhầm sông mình control của quạt họ út bị thay út bị ấy dân tới quạt cho anh phải lấy ra cái không trong tay được bao con top đã con top rồi bao được thay ba lưng quạt tay tay dây phải áp cho không mà đã ca nghe vô thia vì tay từ bên ca sẵn ngặt cái ca pia chết hay dương tha dương khoan cho dương không ơi nó tha bị ba lưng thưa ca bỏ xài cả na dương thôi là thải ba bỏ xài được rồi đây ai lại chịu chẳng để sao ta np là thải ba và không chất bỏ xài được mấy con chất bị chia vào đó mà chẳng nuôi nấng chưa phải xài này phải chăng còn bên hai phó lắm cả na thưa ca bỏ xài biết bay clear đường sầm ngặt và bỏ triệt cái ca vô thiê cái cái ta như của bỏ xài ấp chẳng nhom chưa tha nó thải ba nó xài miền chưa tha ba tổ lông mù nữa còn bắt chữa ban khất không bằng prai men nhom tổ tu squall hay dương tổ squall chân tổ kia bao vốn hay cả lo mà đi dương có đằng nay thà tăng vi sừng kriêm cầm ngay sừng kriêm một phay mùi ngày nữa dương khang ấy dương soi khang ấy dương khoác khát cái thế đó dương đằng là thải ba đợt say đằng hơi có ban dương có ban phơi càng nghe tràn là thải ba nhom sẽ cây tha còn ban phơi càng nghe tràn tăng vi để vô bay ca bỏ tê thì vô bay ca tốt cho tôi là ca bắt đăng từ ông ca sạp chia chiết chuyện đam đầm bay ơi miền ca ăn ở bọt đợi chặt và không từ lơ cho bác sầm mót đây ca cầm nắp luôn ngay sầm mót ở bên Campuchia đang thay nó phải ba dân man thuê cho nên hay ở đây là sầm khăn là phát trong giờ cây tha nó phải ba dân không đang thuê dạng mấy bình chia sừng kriêm đặc biệt là thấy cái bông tập không mà dân thuê sừng kriêm mùi kì lấy đôi bông con thôi mà bông con mở bờ pe dân cục bông tá là hạt cái bạch con lên luôn số ra cái bạch con là cái hạt như vậy cái khăn dân cái của bố vay lấy số bông con vay ấp đôi bông con mình con xem thôi đó bông con có tiền dây thành che ạt vay dân tiêm luôn với dân với cái khăn cho dân vay vậy dân tới cà phê với liên hạt bị chia con này dân từ vay là bởi dân nâng tha là tập phó tranh này dân ạt vay thìคือdân có chưa bởi chia phê hạt bị chia con này dân mà anh tha ở bờ school bởi chơi mọi dân từ bờ bull xạ bị chia con cái nào phê này dân bị chia con dân có công hạt này chẳng với thế này thấy rằng ấy cái công tầm đời dây pi cầm lang con to cầm lang vô thế cứ giờ tôi coi cái phát triển khăn dân men dương tới cà phê và lia và thèm tiết dương mà cho từ vay với cái má đấy cái đồng là say viên lang từ vay đang tập phó hay dương đừng canh nhớ dương từ vay thứ ấy dương bên này chia viên về lia phê và lia hai ca về lia phê và lia nó cứ chưa chuẩn được nè bao dương để thua dương miền phê và lia control là bây áp thì vọt luôn là bây co sang luôn là bây hai chia con một thèm sầm liên cầm bắt nó khát luôn ai yêu thì họ nó khát luôn anh tầm nay tầm đông thôi tầm nay tầm đông thôi tầm nấp cam xem đang nhom vậy đó cái ca vô thiết đấy ở về chỉ riêng sầm ngắt rồi bao vô thiết à bên đây là thay ba giờ đó thay mình chỉ là thay ba tụt tầm lông mù tê đó thay ba giờ có chuyện đàn khách không trăng tay nha nâng á chỉ bị say là thay ba sầm nái đó thay ba ta trên bị cái đạp bài vô bái cái đạp cam nái con có tới ca sầm lên control bị chia vào đó đây bị chia vào đó đây còn lại ta cái đạp bài vô bay này ta chơi sầm đạp tay chia hay nó bị chia vào đó mình sầm bài chất ấy thếคือគាត់ត្រូវការការគ្រប់គ្រងនឹងចឹងដើម្បីធ្វើបានការគ្រប់គ្រងគាត់គាត់ជាធ្វើល្អហើយតែទៅនឹងរឿងអន្តរជាតិរឿងការទូតរឿងសឹកសង្គ្រាមឬក៏រឿងផ្ទៃក្នុងប្រទេសយើងហ្នឹងរដ្ឋាភិបាលយើងពិតជាបានខិតខំប្រឹងប្រែងហើយអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំចង់និយាយអាទី1ហ្នឹងខ្ញុំនិយាយវែងឆ្ងាយពេកចំណុចទី1ខ្ញុំចង់និយាយហ្នឹងគឺកម្ពុជាយើងស្ថានភាពជាក់ស្ដែងនៅពេលដែលយើងមានពេលវេលាកាន់តែយូរកាន់តែច្រើនជាចំណុចឈ្នះរបស់យើងចំណុចឈ្នះរបស់ថៃអត់ចង់ឃើញយើងមានពេលកាន់តែច្រើនដើម្បីអភិវឌ្ឍខ្លួនទេគឺចង់ជន់កំទីឬក៏បំផ្លាញភាពខ្លាំងរបស់យើងអញ្ចឹងអ្វីដែលថៃកំពុងធ្វើចង់ធ្វើសង្គ្រាមមួយយើងនៅពេលដែលយើងខ្សោយនៅពេលដែលយើងអត់តរួចរាល់ប៉ុន្តែកម្ពុជាយើងត្រូវការពេលវេលាហ្នឹងមិនត្រឹមតែឲ្យយើងមានឱកាសធ្វើការងារតាក់ទងនឹងច្បាប់អន្តរជាតិតាក់ទងនឹងការទូតអីផ្សេងៗទេក៏ដូចជាឲ្យយើងត្រៀមខ្លួនផ្នែកអំណាចយោធាដែរ
ផ្នែកយោធាដែរពូកន្លងមកនេះយើងឃើញថាមានកំណែតម្រង់ផ្នែកយោធាហើយមានការធ្វើទំនើបកម្មតែគាត់ថារឿងហ្នឹងយើងមិនអាចនិយាយជាលបបានទេសារវាជាការសម្ងាត់យោធាពេលខ្លះខ្ញុំដឹងដែរដឹងពីបងប្អូនយើងទៅរឿងខ្លះយើងគួរនិយាយរឿងខ្លះយើងមិនគួរនិយាយព្រោះវាជាការសម្ងាត់គឺតែយើងទៅគួរនិយាយរឿងការសម្ងាត់របស់ប្រទេសយើងទៅបងប្អូនខ្លះដឹងអីតិចបញ្ចេញដឹងអីតិចបញ្ចេញវាដូចហុចឡាវឲ្យសត្រូវអញ្ចឹងដូចខែកទ្រង់ឲ្យក្អែកចិត្តអញ្ចឹងបងប្អូនយើងឃើញរងថ្ងៃរដ្ឋាភិបាលយើងខំប្រឹងធ្វើតែការទូតជាក់ស្ដែងប្រហែលថ្ងៃមុនពីថ្ងៃមុនសម្ដេចដេជោក្នុងនាមជាប្រធានប្រសិទ្ធភាពក្នុងនាមជាប្រមុខរដ្ឋស្ដីទីបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនជួបស៊ីនស៊ីពីងផ្ទាល់ជជែកផ្ទាល់និយាយពីកិច្ចសហប្រតិបត្តិការផ្នែកយោធាកិច្ចសហប្រតិបត្តិការផ្នែកថាជាជោគវាសនារួមរវាងចិននិងកម្ពុជាដើម្បីពង្រឹងស្ថានភាពដែលគេហៅថាមិត្តផ្នែកខេត្តឬក៏ហៅថាសន្តិសុខរួមរវាងកម្ពុជានិងចិនឃើញរដ្ឋាភិបាលយើងខ្ញុំមិនមែនចេះតែលើខ្ញុំមិនមែនចេះលើកជើងទេខ្ញុំមិនមែនជាអ្នកដែលលើកជើងហ្មងខ្ញុំមិនមែនតែស្កលើកជើងដោយបងប្អូនអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនមួយចំនួននិយាយចេញមកភ្លាវលើកជើងមានទេខ្ញុំមានហេតុផលរបស់ខ្ញុំថាដឹកនាំពិតជាបានខិតខំប្រឹងប្រែងមែនសម្ដេចដេជោបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី25ដល់ថ្ងៃទី27នេះម្សិលមិញក៏ផុតអ្នកគាត់អញ្ជើញមកវិញហើយបានជួបប្រធានាធិបតីចិនស៊ីនស៊ីពីងក៏ដូចជាបានចូលទៅគាល់ព្រះមហាក្សត្រដែលជាប្រមុខរដ្ឋតំណាងអធិបតេយ្យភាពនៃប្រទេសកម្ពុជាយើងនឹងបានចូលទៅគាល់ព្រះមហាក្សត្រជាពិសេសបានទៅជជែកជាមួយចិននឹងយើងមិនដឹងថាជជែករឿងអីគេខ្លះព្រោះខ្លឹមសារសំខាន់តាក់ទងកសាងសន្តិសុខរួមមិត្តផ្នែកថែបហើយនឹងសម្ដេចគាត់ទៅណាមិនដែលខាតទេកាលណាសម្ដេចចេញទៅប្រទេសណាគឺយើងមានបទពិសោធន៍ស្រាប់ហើយគឺសម្ដេចគាត់ទៅណាមិនដែលខាតទេគាត់នៅតែមានអីមកវិញហើយអញ្ចឹងអានឹងជាវិធីសាស្ត្រការទូតនៃសម្ដេចដេជោតែខ្ញុំមិនមែនជាអ្នកដែលសមាជិកឬសកម្មជនគណៈបកប្រជាជនផ្កាប់មកទេប៉ុន្តែគាត់ថាក្នុងស្ថានភាពនេះខ្ញុំត្រូវលើកទឹកចិត្តគាត់គណៈពេលដែលគាត់កំពុងតែធ្វើការងារដើម្បីជាតិឬអីដែលយើងពេលជ្រាយើងអីដោយពួកគណៈបកប្រឆាំងអ្នកប្រឆាំងមួយចំនួនពេលជ្រាពេលអីគាត់ហ្នឹងវាគណៈពេលដែលគាត់កំពុងខិតខំប្រឹងប្រែងធ្វើការងារដើម្បីជាតិហើយយើងទទួលស្គាល់ថាកន្លងមកនេះប៉ុន្តែយើងមានបញ្ហាច្រើនដែលយើងទៅរួមគ្នាដោះស្រាយបញ្ហាអំពើពុករលួយបញ្ហា scam online នេះយើងទទួលស្គាល់យើងរិះគន់ដល់ពេលរិះគន់ទៅហើយតើយើងមានអំណាចមានចំណេះដឹងក្នុងការរិះគន់បើយើងអត់មានចំណេះដឹងយើងគាត់តែនិយាយប្រេះផ្ដាស់យើងអត់ដឹងអត់យល់ច្បាប់អត់យល់អីនិយាយប្រេះផ្ដាស់អាចជាប់ទោសព្រោះយើងមិនអាចចូលបទបរិហាគេផ្សេងទេតែយើងនិយាយមានមូលដ្ឋានអញ្ចឹងមិនយើងថាយើងទៅរៀនសូត្រហ្នឹងណាអញ្ចឹងសរុបមកវិញចំណុចទី1ចំណុចឈ្នះរបស់កម្ពុជាគឺខំប្រឹងទិញពេលវេលាដើម្បីកុំឲ្យថៃបង្កសង្គ្រាមមកលើកម្ពុជាចំណុចឈ្នះរបស់ថៃគឺកំតិចកម្ពុជាកំតិចហ្នឹងមិនមែនកំតិចទាំងសងទេខ្ញុំចង់និយាយថាកំតិចហេដ្ឋារចនាសម្ព័ន្ធយោធាចង់បានលើកទី3ដើម្បីកំតិចផ្នែកហេដ្ឋារចនាសម្ព័ន្ធយោធាកម្ពុជាយើងបន្ថែមទៀតហ្នឹងណាដើម្បីឲ្យកម្ពុជាយើងចោះខ្សោយអញ្ចឹងយើងត្រូវការពេលវេលាហើយកន្លងមកនេះយើងកម្ពុជាពីពេលមួយទៅពេលមួយឥឡូវយើងមើលសង្គ្រាមចប់តាំងពីខែ12មកឥឡូវចូលនេះហើយចុងខែ12ចូលឥឡូវចូលកន្លះឆ្នាំជាងហើយសង្គ្រាមចប់ឥឡូវនេះចូល7ខែត្រឹមឥឡូវថ្ងៃទី28សង្គ្រាមយើងមិនចប់ទេយើងហៅថាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពអញ្ចឹងពាក្យថាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពអាចមានន័យថាសង្គ្រាមមិនទាន់ចប់ទាំងស្រុងទេព្រោះវានៅតែមានការភាពផុយស្រួយនៃការប្រឈមមុខដាក់គ្នាព្រោះកងទ័ពកំពុងតែប្រឈមដាក់គ្នាប៉ុន្តែយើងជៀសវាងសង្គ្រាមចំណុចឈ្នះរបស់ថៃគឺធ្វើយ៉ាងណាគឺធ្វើសង្គ្រាមជាមួយកម្ពុជាឲ្យបានលឿនតាមអាចធ្វើទៅបានហើយបងប្អូនពុំវាយគេអញ្ចឹងខ្លួនឯងថាបងប្អូនកំពុងមានកម្លាំងវាយគេដល់ពេលតែគេខ្សោយដល់ពេលគេខ្លាំងហើយលេងហ៊ានវាយគេហើយអញ្ចឹងមិនថាកម្ពុជាយើងត្រូវការពេលវេលាតាថៃក៏ដូចគ្នាដឹងថាវាចង់វាយខ្មែរវាយឥឡូវមិនអាចថៃមិនអាចវាយកម្ពុជាបានទេបើកម្ពុជាមិនតបតព្រោះថៃក៏ជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិសមាជិកនៃគេហៅថាសម្ដាប់ធ្នាប់ថ្មីនៃពិភពលោកគេហៅថា The New World Order បន្ទាប់ពីសង្គ្រាមលោកលើកទី1និងលើកទី2មកសម្ដាប់ធ្នាប់ថ្មីនៃពិភពលោកចឹងថៃមិនអាចធ្វើប្រេះផ្ដាស់បានទេអញ្ចឹងថៃព្យាយាមមិនឲ្យយើងឡើងសៃវៀន
rồi dương lang say việt bởi dương ọt láng thay mãi thơ dương mà này dương ọt chăm đăng dương ọt lang say việt dương cà pia dương miên sắt cà pia khuôn có nói là cái cho màu vay dương cao say việt là nó dương to mà thấy mình anh vay cao say viên má này bùi chia cao nộp cho bọn giải chết thôn thô nó thay mãi thơ chẳng má này nhưng gòn ấy là thay bác có sự gọi cho thua tư mình để thay ở trong lang say viên mọi đây hai dương từ váy dương ọt vay dương thô nó nóng mới ọt phở anh nói việc mình nên phải hai tiếp tương sai bao dương đây có cái bằng hai ngầm pi tiếp chi không vậy tiếp chi lạc vậy mà nơi đại miền tại nhá nâng thà pe na cô thưa pe na mình cô thưa nâng pe na cô váy pe na mình cô vậy hay bởi dây pin nè như là sắc sừng kia bính kê mình vay hay là pe để kẹt là nia tư tiếp chụp chơi này sừng kia bắn miên thì vay là pe ra để vay chứ nè mình chẳng là pe để dương mình tôi đó lang say biết dương nữa giờ tôi lang say biến